ក្លៀងនៅការដ្ឋានខេត្តពោធិ៍សាត់ឥឡូវនេះយើងបានរៀបចំបញ្ចប់ជូនភ្ញៀវហើយក្លៀងនេះវាមានទទឹង18ម៉ែត្រចំណែកឯបណ្ដោយវា50ម៉ែត្រក្នុងនោះយើងមានបន្ទប់គេង2និងបន្ទប់ទឹក3បន្ទប់ទឹកក្នុងបន្ទប់2និងក្រៅ1ហើយយើងមានផ្ទះបាយជូនភ្ញៀវមួយខាងមុខនេះយើងប្រើទ្វាររមូលកម្រាស់ម៉ាលីប្រើម៉ូទ័រហើយខាងនេះគាត់កន្លែងដាក់អីវ៉ាន់អញ្ចឹងណាហើយឃ្លាំងនេះយើងចំណាយពេលធ្វើអស់រយៈពេល2ខែ22ថ្ងៃបាទ73ខែដែរព្រោះយើងវាយប៊ីតុងនេះកម្រាស់វាមួយទឹកបងប្អូនមួយទឹកហើយយើងនឹងក្រាលអាស័យទៀតអញ្ចឹងគឺយើងឃើញថាមាំមែនទែនហ្នឹងហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានឃ្លាំងបាទមើលទៅដូចខាងរូបភាពនេះខាងដើមអញ្ចឹងគឺថាមានភាពស្រស់ស្អាតរឹងមាំបាទហើយតម្លៃសមរម្យសម្រាប់បងប្អូននៅតាមបណ្ដាខេត្តផ្សេងចង់ដឹងព័ត៌មានសាងសង់អាចតាក់ទងមកខាងសិប្បកម្មជាងវត្តបានណាយើងមានទទួលបាទសាងសង់25ខេត្តក្រុងជូនពុកម៉ែបងប្អូនបាទឃ្លាំងនេះបន្ទប់យើងលេងមកស្អាតបន្ទប់យើងសិតតែបៀកបាទបៀកស្មាកូតមកស្អាតខាត់បើគិតទៅយើងបៀកសៃមកឡងឲ្យគាត់អញ្ចឹងណាហើយយើងមានប្លង់សេលើហ្នឹងមួយស្លឹកប្លង់សេនេះវាបើគិតទៅ5គុណនឹង9ប្លង់សេវេរងដាមានប្រកាន់ដៃមានអីមកស្អាតបងប្អូនឡើងទៅធានាថាមកសុវត្ថិភាពមកស្អាតជូនពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកជាវត្តមកសាងសង់បាទគ្រប់ខេត្តបាទអរគុណច្រើន